សួស្តីបងប្អូនថ្ងៃនេះមានមុខម្ហូបគេហៅថាការីសារ៉ាម៉ាន់សាច់គោហើយក្នុងម្ហូបសារ៉ាម៉ាន់ហ្នឹងគឺមានសាច់គោចាហើយមានម្ទេសក្រៀមមានកាពិស្ករអំបិលទឹកត្រីទឹកខ្យងខ្ទិះដូងគ្រឿងកុលក្រៃនេះដូចគ្រឿងម្ជូរគ្រឿងចឹងបងប្អូនវាមានកុលក្រៃមានល្មៀតមានរំដេងចែកស្លឹកក្រូចសើចនៅក្នុងហ្នឹងចានេះជាគ្រឿងការីចាហើយមានម្ទេសខ្ទឹមសមានខ្ទឹមក្រហមនេះគឺជាសម្រាប់ជួយតម្លើងរសជាតិទេបងប្អូនចង់ដាក់ក៏បានមិនចង់ដាក់ក៏បានដែរចាមានសណ្ដែកដីនេះខ្ញុំលីងហើយចាហើយមានសាតេនិងប្រេងការីដូច្នេះឥឡូវហ្នឹងខ្ញុំចាប់ផ្ដើមហាន់សាច់គោចាសាច់គោនេះខ្ញុំហាន់ដុំធំបន្តិចសាច់គោនេះគេហៅbeef chuck steak ចាហើយហាន់ហើយខ្ញុំនឹងយកទៅប្រឡាក់គ្រឿងបងប្អូនផ្អាប់ទុករយៈពេល1ម៉ោងទៅ2ម៉ោងដើម្បីឲ្យវាចូលជាតិគ្នានិងបានឆ្ងាញ់ឥឡូវនេះនឹងខ្ញុំចាប់ផ្ដើមប្រឡាក់វាគេជាដំបូងខ្ញុំដាក់ស្ករអំបិលបន្តិចគ្រឿងការីមួយស្លាបព្រាកាហ្វេគល់ក្រៃបោះមួយស្លាបព្រាកាហ្វេប្រេងខ្យងមួយស្លាបព្រាទឹកត្រីមួយស្លាបព្រាប្រេងក្រហមសាតេមួយស្លាបព្រាចាឥឡូវនេះខ្ញុំច្របល់វាខ្ញុំពាក់សូមដៃហើយបានហើយខ្ញុំនឹងគ្របទុកហើយដាក់ចូលទូទឹកកកចំនួន1ម៉ោងបាននាងខ្ញុំយកមកស្លបងប្អូនឥឡូវយើងដាក់ខ្ទឹមបុកវាឲ្យម៉ត់ចូលគ្នាឥឡូវខ្ញុំដាក់ខ្ទឹមដែលខ្ញុំលីងហើយហ្នឹងខ្ញុំដាក់ចូលបុកពាក់កដាលហ្នឹងខ្ញុំអត់លីងទេបងប្អូនហើយពាក់កដាលទៀតខ្ញុំលីងចាឥឡូវខ្ញុំលីងហើយខ្ញុំដាក់ចូលបុកដើម្បីឲ្យវាឈ្ងុយឥឡូវហ្នឹងម៉ត់ហើយបងប្អូនខ្ញុំយកតែប៉ុណ្្នឹងឯងចាអូខេឥឡូវខ្ញុំបើកភ្លើងកម្ដៅខ្ទះបន្តិចសិនរួចហើយខ្ញុំដាក់ទឹកដូងទឹកដូងខ្ញុំដាក់ប្រេងបន្តិចប្រេងហ្នឹងបងប្អូនចង់ដាក់ប្រេងអីក៏បានដែរប្រេងសណ្ដែកក៏បានអូលីវក៏បានផាកាដូក៏បានដែរបងប្អូនណាឥឡូវខ្ញុំដាក់ម្ទេសកិនឥឡូវខ្ញុំកូរវាឲ្យឡើងក្រហមល្អរួចហើយខ្ញុំដាក់គ្រឿងខ្ញុំដាក់គ្រឿងការីចូលបន្តិចតិចដូងទៀតខ្ញុំដាក់ម្សៅស៊ុបមាន់បន្តិចទឹកខ្យងនេះខ្ញុំដាក់ឲ្យអស់ខ្ទឹមបុកខ្ទឹមដែលនាងខ្ញុំបុក
ដាក់ចូលអត់គ្រឿងកូរឲ្យយូរបងប្អូនឲ្យវាឈ្ងុយសិនរួចហើយខ្ញុំដាក់កាពិមិនតាន់ដាក់អីទេត្រូវកូរវាឲ្យវាឈ្ងុយសិនដាក់សាតេមួយស្លាបព្រាទៀតខ្ញុំដាក់ក្នុងនេះក្នុងគ្រឿងឥឡូវនាងខ្ញុំភ្លក់មើលវាល្មមឲ្យវាមានជាតិផ្អែមប្រៃចាធ្វើម៉េចឲ្យវាល្មមដើម្បីខ្ញុំដាក់សាច់ល្មមហើយបងប្អូនដូច្នេះខ្ញុំដាក់សាច់ចូលព្រោះក្បួននេះខ្ញុំដឹងតាំងពីខ្ញុំនៅតូចខ្ញុំឃើញគ្រួសារម្ដាយឪពុកខ្ញុំអ្នកនៅផ្ទះជាមួយខ្ញុំហ្នឹងគាត់ស្លអញ្ចឹងឡោះហើយខ្ញុំចេះតែលួចមើលទៅឃើញតែធ្វើទៅខ្ញុំធ្វើតាមចាឆ្ងាញ់ប្លែកខុសពីធម្មតាឥឡូវបងប្អូនខ្ញុំចង់ដាក់ការ៉ុតបន្តិចដើម្បីឲ្យវាមានបន្លែប៉ុណ្ណឹងខ្ញុំក្របវាបន្តិចដើម្បីឲ្យវាផុយការ៉ុតបន្តិចចាឥឡូវខ្ញុំបើកកម្របមើលបងប្អូនអូនឹងដាក់សណ្តែកដីលឹមភ្លើងបន្តិចកុំឲ្យវាពុះពេកឥឡូវខ្ញុំហត់ទឹកស៊ុបវាមួយសិនដាក់ជាមួយបាយគឺឆ្ងាញ់ហ្មងមានជាតិមកបងប្អូនផ្អែមទន់មានជាតិចាចាំភាសាជាមួយនំប៉័ងក៏បានដែរចាបើនៅចំពោះខ្ញុំវិញគឺជាមួយបាយមុខម្ហូបរបស់នាងខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនចាដូច្នេះបើបងប្អូនចង់ពិសាសារ៉ាម៉ាន់សាច់គោជាមួយការ៉ុតហ្នឹងបងប្អូនធ្វើតាមរបៀបដែលនាងខ្ញុំបានជម្រាបទៅគឺល្មមបងប្អូនម្ហូបរបស់យើងក្នុងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនយើងនឹងចាំជួបគ្នាក្នុង next វីដេអូទៀតហើយបើបងប្អូនពេញចិត្តនៅមុខម្ហូបដែលនាងខ្ញុំបានធ្វើនេះសូមជួយ like and subscribe ឲ្យនាងខ្ញុំផងចាអរគុណជម្រាបលាបាយបាយ